ចាតោះទាំងអស់គ្នាយើងចាប់ផ្ដើមចូលមេរៀនរបស់យើងតាមមិញដូចជាកន្លែងនេះខ្ញុំច្រឡំនេះក៏ប៉ិតកន្លែងនេះមិនកន្លែងយើងតាមមិញកន្លែងនេះយើងដាក់ចម្លើយទី4ជាចម្លើយត្រឹមត្រូវតែតាមពិតទៅមែនទេចម្លើយទី4នេះគឺបន្ទប់ទឹកប៉ុន្តែរូបភាពរបស់យើងគឺមានច្រើនមានអីផ្សេងទៀតក្រៅពីបន្ទប់ទឹកមានដូចជាកន្លែងបោកខោអាវទៅហើយកន្លែងធ្នើនេះគេសម្រាប់ដាក់អីវ៉ាន់អីចឹងទៅចាអញ្ចឹងបន្ទប់ហ្នឹងវាដូចថាវាតែមួយទេប៉ុន្តែយើងអាចធ្វើសកម្មភាពអីច្រើនអញ្ចឹងអានេះប្រហែលជាមិនមែនបន្ទប់ទឹកទេនេះគឺជាប្រហែលជាកន្លែងគេដាក់ធុងសម្រាប់យើងជូតក្រូជូតអត់ហ្នឹងណាអញ្ចឹងកន្លែងនេះចម្លើយដែលត្រឹមត្រូវគឺនៅទី3ហ្នឹងភាសាកូរ៉េគេអានថាថាយងធូស៊ីលចាថាយងធូស៊ីលអញ្ចឹងបើយើងបកប្រែខ្មែរយើងគេអានថារបៀបថាបន្ទប់អាចប្រើប្រាស់ច្រើនយ៉ាងអញ្ចឹងបន្ទប់ហ្នឹងតែមួយទេប៉ុន្តែយើងអាចបោកខោអាវយើងអាចរៀបចំអីវ៉ាន់យើងអាចទុកដាក់អីវ៉ាន់តាមលំដាប់លំដោយយើងអាចទុកកន្លែងជូតក្រូនេះចាអញ្ចឹងកន្លែងនេះចម្លើយដែលត្រឹមត្រូវគឺនៅលេខទី3អញ្ចឹងទាំងអស់គ្នាសូមកែឡើងនឹងតិចទៅចាឥឡូវបានទេណាចា145 140សាមញ្ញទៅអត់ទេដល់ហ្នឹងទេត្រឹម145គឺសាមញ្ញអញ្ចឹងមានតែខ្ញុំច្រឡំពីម្សិលមិញយើងរៀនត្រឹម145តអ្នកគ្រូអញ្ចឹងចាអញ្ចឹងនេះវិញអញ្ចឹងថែងវិញខ្ញុំមានអារម្មណ៍ថា screen របស់ខ្ញុំវារៀងទូចខ្ញុំច្រឡំកែដាក់កន្លែងទូចនេះអញ្ចឹងទាំងអស់គ្នាសូមចាំមកពេកខ្ញុំសូមបបបន្តិច